នៅពេលដែលយើងចង់ប្រវាយឈ្មោះយើងចេះឈ្មោះយើងពេញយើងចង់ប្រវាយតកោផ្សេងនាមផ្សេងយើងចង់ផ្ដាច់ពីមកវិញណាអញ្ចឹងនៅក្នុង Excel គឺងាយស្រួលទេយើង select លើវាទាំងអស់មកតោះមកយើងចូលទៅកាន់ tab មួយនេះឈ្មោះថា data តោះមកយើងយកពាក្យថា text to column អញ្ចឹងដល់ពេលកន្លែងហ្នឹងយើងត្រូវចុច next មកអញ្ចឹងដំបូង default វាអាច tick យក tab អីយើងទៅយើងយក space អញ្ចឹងយើងចុច next អញ្ចឹងកន្លែងនេះយើងត្រូវដូរវាមកដាក់អានេះវា a ចាយើងដូរវាដាក់ i យើងមាន column ផ្សេងដាក់ផ្សេងមកអញ្ចឹងបានន័យថាវាប្រវាយទៅចូលនឹង column មួយណាអញ្ចឹងយើងដាក់ column i អញ្ចឹងតែប៉ុណ្្នឹងមកគឺ finish ហើយចុច OK មករៀបរយហើយអញ្ចឹងបានន័យថាវាប្រវាយឈ្មោះពេញនេះតាមរយៈ space នេះឲ្យទៅជា2 column នាមផ្សេងតកោផ្សេងអញ្ចឹងមួយឆ្បាច់ហ្នឹងគឺឈ្មោះយើងប្រហែល100 1000ឈ្មោះក៏វាមួយឆ្បាច់នេះគឺរៀបរយហើយនឹងវីដេអូខ្ញុំក៏អស់តែប៉ុណ្្នឹងណាបើពេញចិត្តកុំភ្លេចជួយ share ជួយ like ជួយ follow ម្នាក់មួយផងមកមានជាងមកជួយ comment ទាំងអស់គ្នាអរគុណច្រើន